បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះក៏មានម្ហូបពិសេសមួយទៀតហើយពុកម៉ែបងប្អូនគឺម្ហូបស្ងោរហូបមួយចានអសមួយចាននឹងឯងពុកម៉ែបងប្អូនហើយយើងនឹងស្ងោរដាក់ក្នុងក្អមយើងនេះពុកម៉ែបងប្អូនគឺយើងដាក់ជាមួយនឹងទឹកសលក់អំពិលទុំដិតរសជាតិជូរអែមគឺឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយគឺមើលមាត់នេះពុកម៉ែបងប្អូនហើយនឹងហើយពុកម៉ែបងប្អូនដែលទស្សនាវីដេអូនេះខ្ញុំហូបនេះហើយហាមស្រក់ទឹកមាត់ណាពុកម៉ែបងប្អូនបើស្រក់ទឹកមាត់អីព្រលឹមឡើងទៅរកផ្សារទិញខ្យង1គីឡូ2គីឡូមកធ្វើទឹកត្រីអំពិលទុំយើងហូបនេះទៅពុកម៉ែបងប្អូនគឺជាតិតែម្ដងនិយាយរួមទៅគឺឆ្ងាញ់ណាស់ពុកម៉ែបងប្អូនហើយនេះពុកម៉ែបងប្អូនឥឡូវគឺយើងមកចាប់ដើមលាងខ្យងយើងឲ្យបានស្អាតដើម្បីយើងយកទៅដាក់ស្ងោរនៅក្នុងក្អមយើងអញ្ចឹងណាពុកម៉ែបងប្អូនយើងលាងវាឲ្យច្រើនទឹកឲ្យអស់ជាតិដីកុំឲ្យវាមានក្អែលមានអីចឹងណាពុកម៉ែបងប្អូនហើយខ្យងដែរមុនតែខ្ញុំយកមកធ្វើហូបស្ងោរហូបនឹងក៏ខ្ញុំបានត្រាំវាមកយប់ហើយពុកម៉ែបងប្អូនដោយសារយើងមិនត្រាំវាទេវាអាចនឹងមានដីយើងហូបទៅក៏វាប៉ះដីវាមិនឆ្ងាញ់អីចឹងណាពុកម៉ែបងប្អូនហ្នឹងហើយខ្ញុំក៏បានបុកនឹងម្ទេសយកមកដាក់បុកម្ទេសមកដាក់ត្រាំវាពុកម៉ែបងប្អូនឡើងមកយប់ហើយបើបងប្អូនមិនត្រាំបុកម្ទេសដាក់ត្រាំវាក៏បានបងប្អូនអាចនឹងមានទឹកអង្គក៏ដាក់ត្រាំវាក៏វាអស់ជាតិដីក៏វាអស់ជាតិអាចវាចេញមកអស់ដែរពុកម៉ែបងប្អូនហ្នឹងហើយក៏យើងលាងវាឲ្យបានច្រើនទឹកចូលបងប្អូនយើងដោះវាឲ្យស្អាតទៅដូចខ្ញុំថាអញ្ចឹងគឺកាន់តែច្រើនទឹកគឺកាន់តែល្អកុំឲ្យវាមានដីតែពេលយើងស្ងោរហូបទៅប៉ះដីទៅក៏ហូបទៅគឺវាអស់អារម្មណ៍នៃការហូបអញ្ចឹងណាពុកម៉ែបងប្អូនហើយក៏យើងលាងវាឲ្យស្អាតឲ្យច្រើនទឹកទៅគឺកាន់តែច្រើនគឺកាន់តែល្អហ្នឹងហើយពុកម៉ែបងប្អូនគឺខ្យងយើងធម្មតាវារៀងដីតិចហើយបើយើងមិនខ្យងមិនធ្វើមិនលាងឲ្យបានស្អាតទេហូបទៅនឹងប៉ះដីក៏ហូបទៅវាមិនឆ្ងាញ់ទេខំទៅក្រឹបគឺអស់អារម្មណ៍នៃការហូបហើយពុកម៉ែបងប្អូនហើយហ្នឹងហើយពុកម៉ែបងប្អូននេះឃើញខ្យងយើងគ្មានស្លែហ្នឹងដោយសារខ្លះខ្យងវាខ្យងដូងខ្យងអីក៏ខ្ញុំដោះច្រើនដែរតែវាមិនអស់វាមានជាប់អីខ្លះហើយនៅសបកវាហ្នឹងពុកម៉ែបងប្អូនហ្នឹងហើយនេះពុកម៉ែបងប្អូនគឺធំល្អណាស់ពុកម៉ែបងប្អូនអើយខ្យងយើងនេះគឺដាក់ជាមួយនឹងទឹកត្រីអំពិលទុំនេះជាតិណាស់ពុកម៉ែបងប្អូនហើយហ្នឹងហើយពុកម៉ែបងប្អូននេះទស្សនាវីដេអូនេះហើយបើសិនជាឃ្លានអីមើលហើយស្រក់ទឹកមាត់អីព្រលឹមឡើងស្អែកឡើងកុំចាំយូរដើរទៅផ្សារតរទិញខ្យងគេមកធ្វើហូបដែរទៅមិនខ្វះទេខែនេះពុកម៉ែបងប្អូនខ្យងយើងមិនខ្វះទេហើយនេះពុកម៉ែបងប្អូនយើងមកដាក់នៅក្នុងក្អមដ៏ធំផិនយើងនេះពុកម៉ែបងប្អូនឆ្ងល់ក្អមនេះរៀងធំដល់ហើយហ្នឹងហើយពុកម៉ែបងប្អូនដោយសារអត់ក្អមមានតែអាធំហ្នឹងហើយក៏យកអាធំមកដាក់អញ្ចឹងក៏ដល់ទៅពុកម៉ែបងប្អូនគឺធំហួសមៀតតែម្ដងក្អមនេះពុកម៉ែបងប្អូននេះក៏យើងដាក់ខ្យងយើងចូលអស់ហើយយើងមកដំកលលឹកគ្រៃយើងដើម្បីដាក់ចូលឲ្យវាឈ្ងុយអញ្ចឹងពុកម៉ែបងប្អូនកាត់វាពីរកណាត់ផ្លឹបមកយើងមកដាក់បោះវាចូលហើយយើងដាក់ម្ដេងវាមកដុំពីរដុំអីចឹងទៀតឲ្យវាកាន់តែជួយកាត់ជំនួយចាត់ជាតិឆ្អាបចឹងណាកុំឲ្យវាធំក្លិនខ្យងយើងដាក់កលលឹកគ្រៃដាក់ម្ដេងដាក់ស្លឹកក្រូចឯពុកម៉ែបងប្អូនហើយយើងដាក់អំបិលវាចូលបន្តិចមកវាមានលាបឡែមប្រៃតិចទៅនៅហ្នឹងពុកម៉ែបងប្អូនហ្នឹងហើយជាធម្មតាយើងស្ងោរខ្យងយើងដាក់អំបិលខ្លះឲ្យពុកម៉ែបងប្អូនហើយឥឡូវយើងមកដាក់ចំអិននៅលើភ្លើងយើងពុកម៉ែបងប្អូននេះក៏មើលទៅក៏ធំតែម្ដងក្អមនេះពុកម៉ែបងប្អូនអើយនេះក៏ផ្សែងចេញមកហើយហើយឥឡូវក៏យើងមកហាន់ម្ទេសហាន់ខ្ទឹមយើងចិញ្ច្រាំអីមកធ្វើទឹកជ្រលក់ត្រីអំពិលទុំយើងរសជាតិផ្អែមជូរដិតជ្រះពុកម៉ែបងប្អូនហើយហ្នឹងហើយពុកម៉ែបងប្អូននេះជីទឹកសលក់នេះដែរតែស្រ័យទៅលើបងប្អូននៃការចង់ចំណងបងប្អូនចូលចិត្តនៃការធ្វើហូបយើងចង់ទឹកត្រីដូចអំពិលទុំដូចខ្ញុំក៏បានឬបងប្អូនធ្វើទឹកត្រីកោះកុងក៏បានឬបុកអំបិលម្រេចក៏បានឬចិញ្ច្រាំប្រហុកទឹកម្លក់ប្រហុកក៏បានដែរពុកម៉ែបងប្អូននិយាយទៅគឺខ្យងមួយមុខនេះទឹកជ្រលក់ក៏វាបានច្រើនមុខដែរបងប្អូនហើយតែខ្ញុំក៏ចូលចិត្តទឹកត្រីអំពិលទុំជូរដិតជ្រះចែកខ្ញុំក៏ដាក់ធ្វើទឹកត្រីអំពិលទុំទៅពុកម៉ែបងប្អូនគឺដាក់ទៅជាតិណាស់ពុកម៉ែបងប្អូនអើយហើយនេះខ្យងយើងក៏បានឆ្អិនហើយពុកម៉ែបងប្អូនយើងមកចាក់ចេញវាដាក់នៅលើកញ្ច្រែងថាសយើងនេះពុកម៉ែបងប្អូនរលាក់មិនចឹងចេញខ្យងព្រោះតែក្អមវាធំពេកពុកម៉ែបងប្អូនអើយ
hay này phục mai bong bồn mà tu sân na này cao hộp mà đong phục mai bong bồn này cứ triệt tay mà đong đã tao phục mai bong bồn ơi cứ chắp tay mà đong tất tây bơ tôm nâng đã hal hay riêng em chú đặt tích mai hơi cứ triệt nè phục mai bong bồn ơi cứ ru triệt nâng bong bồn để ban thọp hộp bong bồn đang hai ta ru triệt môi nâng cứ vía chẳng anh hay mình ai nâng bẩm flick ban mình ai những bo để dai chính nhá phục mai bong bồn cứ ní cứ mà hộp mốc sọc sài dương vì trăm ta cô lấy chong đi cứ mốc mà hộp cứ trăm ta cô sọc sài dương ngay phục mai bong bồn cứ đã tao cứ triệt tay mà đong phục mai bong bồn ơi cứ chạm phải xây trên kia cả muôn vía phục mai bong bồn ắt cứ ngăn tay mà đong để chạm tao vía mình chăng đòi mò thì đã cả muôn nâng nè phục mai bong bồn cứ chạm mau đại là hô để chạm ở đây chụp cả muôn cao bên nâng riêng chiết chặt ô à này đòi phục mai bong bồn đã tao cứ triệt tay mà đong nâng ngày phục mai bong bồn ngành nặng chụp mọt tiết cái ngành đã tật sở lụ có chụp mọt chả mùi tiết đại bong bồn tu sân na lép tật mọt tam nhom tạ mơ nè bong bồn nâng ngày bong bồn tu sân na hơi thì ban khơi hơi clean hơi cùng chăm du tờ róc tinh tao say lang rư và lâm lang ấy mà thơ ngao hộp tao nghe nghe sửa tê liên tê một mà hộp mà một ní hết một mai bong bồn mình chỉ du ấy và man tê đã ta ngao cho một thơ tức sửa lộ cứ ban hộp hay một mai bong bồn hay nâng ngày phục mai bong bồn có con phục mai bong bồn để ban tu sna video nhom bị đau mà hốt đo chop hay co bản miên ấy ra đây chỉ trong coi ní cả số o con bong bồn từng o khnia có số chấm ri lia bong bồnแต่ trâm แต่ ปันนี่ sân hai bong bồn